ប្រយ័ត្នតានៅក្បែរវ៉ែនប្រអស់ហងៃមើលអត់ដឹងមកស្ដាប់លក្ខណៈមាន6ប្រភេទដែលយើងនៅក្បែរហើយនៅចិត្តខ្លាំងមែនតើប្រភេទទី1គឺតែងតែដើរតួជាជនរងគ្រោះហូបរឿងដែលប្រាប់យើងគឺតែងតែមានតួជាអាក្រក់ហើយគឺខ្លួនអាចដើរធ្វើខុសទេពេលអ្នកដទៃធ្វើខុសមកលើខ្លួនប្រភេទទី2គឺមនុស្សសន្សំរឿងបែរថាតែមានទំនោរឲ្យអ្នកដទៃមកប្រាប់យើងណាសូម្បីតែអង្គុយជាមួយគ្នាសុកសុកនិយាយគ្នាក៏រត់ទៅទាស់គ្នាដែរចាប្រភេទមួយនោះគឺហត់នៅក្បែរខ្លាំងមែនតើព្រោះថាយើងចង់ទៅជួបគ្នាដើម្បីចង់សប្បាយប៉ុន្តែគេរបៀបថាគេចង់ឈ្នះណាប្រភេទទី3 my favorite ហ្មងត្រូវការគេទទួលស្គាល់ខ្លួនគ្រប់នាទីជួយចិត្តនិយាយប្រអាប់ខ្លួនឯងប៉ុន្តែដឹងតែខ្លួនឯងល្អប៉ុន្តែប្រអាប់ដើម្បីឲ្យគេទៅសារខ្លួនមិនមែនចិត្តតែគ្រាន់តែសារទេប៉ុន្តែពេលខ្លះទៅមួយថ្ងៃចង់ឲ្យទៅសារ100សារហត់ទៅណានិយាយមែនណាទី4មានរឿងខុសបន្តិចគឺអត់បានគឺប្រភេទ perfectionist គឺខ្ញុំនៅក្បែរខ្ញុំមានសម្ពាធខ្លាំងមែនតើព្រោះថាគឺទៀមទាខ្ពស់ពេកសូម្បីតែរឿងខុសចិត្តតែបន្តិចគឺមូដរបស់គេទៅពេញមួយថ្ងៃហ្មងរបៀបថានិយាយជាមួយឡើងចង់ឆ្លើយរបៀបថាសបាយសុកគឺឡើងសបាយហ្មងដោយសារតែមានរឿងខ្នក់ចិត្តតែបន្តិចទី5គឺមនុស្សពូកែត្អូញត្អែថាមកសួរយើងអំពីបញ្ហាដើម្បីដោះស្រាយយើងប្រាប់ឲ្យដោះស្រាយគឺព្រមដោះស្រាយឯងជួបលើក្រោយរឿងដដែលគឺល្អត្អូញរហូតពិបាកចេះប៉ុន្តែគឺអត់ព្រមដោះស្រាយរឿងហ្នឹងគឺសុកគេរស់នៅត្រាំត្រែងជាមួយរឿងហ្នឹងប្រភេទទី6គឺចូលចិត្តទម្លាក់បន្ទុកផ្លូវអារម្មណ៍របស់ខ្លួនមកលើអ្នកដទៃមិត្តភ័ក្តិរាប់គ្នាច្បាស់ជាយល់ចិត្តគ្នាទៅវិញទៅមកហើយប៉ុន្តែពេលខ្លះមនុស្សគេមានរឿងរបស់គេដែរទាំងដែលយើងប្រាប់ថាអូយើងក៏សូវសប្បាយចិត្តដែររំលងពាក្យនឹងបាត់ហ្មងគូចាប់ផ្ដើមនិយាយពីរឿងខ្លួនឯងចេះមិនសប្បាយចិត្តចេះមិនសប្បាយចិត្តអញ្ចឹងហើយរឿងទូចតាចមិនក៏ត្រូវតែមកប្រាប់ដែរបើមិនជាអត់ប្រាប់គឺលក្ខណៈថាដូចធ្វើអត់ត្រូវព្រោះថាត្រូវតែប្រាប់គេដើម្បីឲ្យគេយកចិត្តដាក់ទៅលើខ្លួនមិនសិនជាយើងអត់យកចិត្តដាក់លើខ្លួនណាថាយើងលែងដូចមុនហើយគេឡើងមានទុកប៉ុណ្ណាណែអត់មានធ្វើខ្វល់ជាមួយ